មនុស្សផានដែលបានបង្កើតទីក្រុងចំនួន3ព្រមដោយកំភ្លើងទំនើបសេរីចុងក្រោយទីក្រុងទាំងអស់នោះមានដូចជាទីក្រុងបរិសុទ្ធទីក្រុងនៃក្តីសង្ឃឹមនិងទីក្រុងភ្លើងដើម្បីការពារទីក្រុងរបស់ពួកគេបានចាប់ផ្ដើមការប្រយុទ្ធសាច់រឿងក៏ចាប់ផ្ដើមត្រង់ពេលយើងធ្វើដំណើរជាង70ម៉ោងក្រោយមកយើងក៏បានធ្វើដំណើរទៅដល់ព្រៃអាពេលនោះយើងក៏បានឈប់ហើយពួកគេនៅក្នុងយើងក៏បានចូលមកមើលព្រៃព្រឹក្សាអ្នកតាវត្តនៅជុំវិញខ្លួនចំណែកអូនសតទីងតុយក៏ចូលមកព្រមទាំងនិយាយថាតើយើងត្រូវចំណាយពេលមួយយប់នៅក្នុងព្រៃនេះមែនទេវាមើលទៅគួរឲ្យខ្លាចណាស់ចំណែកប្រុសសត្វលឿងក៏មលងលោមនាងកុំឲ្យភ័យវានឹងគ្មានបញ្ហាអ្វីទេចំណែកកញ្ញាទាំងធាងក៏ប្រាប់ឲ្យពួកគេមិនចិត្តងងឹតហើយឲ្យពួកគេធ្វើការបោះតង់សម្រាប់នៅទីនេះយោងតាមផែនទីដែលនាងទទួលបានមានអ្នកដាំដុះអមតៈក្នុងចម្ងាយ50ម៉ៃលនៅជុំវិញទីនេះព្រមទាំងផ្ដាំឲ្យពួកគេធ្វើការប្រុងប្រយ័ត្ននៅយប់នេះហើយកញ្ញាទាំងធាងក៏បង្វែរទៅសួរវូរ៉ាន់វិញថាតើគេមិនអីទេតើអ្នកមានការផិតភ័យនៅខ្លាចបន្តិចទេចំណែកវូរ៉ានក៏ស្ទប់ទៅកាន់នាងថាខ្ញុំឮថានៅទីនេះមានសាកេសហជាច្រើនហើយកញ្ញាទាំងធាងក៏តបទៅកាន់គេថាកុំភ័យនាងនឹងធ្វើជាអ្នកការពារគេហើយវូរ៉ានក៏សនំពរទៅកាន់កញ្ញាទាំងធាងថាតើគេអាចអោបនាងបានទេព្រោះការអោបនឹងបំបត្តិភាពភ័យខ្លាចរបស់ខ្ញុំដោយសនំពរចង់គេចំណេញទៅលើនាងក៏បានឲ្យគេមើលកញ្ញព្រមទាំងនិយាយថាតើគេកំពុងតែកើតអ្វីក្នុងខ្លួនដោយត្រូវបែបនេះគេក៏សួរទៅកាន់កញ្ញាទាំងធាងថាហេតុអ្វីបានជាវាយគេប្រសិនបើនាងវាយគេរាល់ថ្ងៃគេនៅល្ងងជាមិនខានចំណែកប្រុសសត្វលឿងក៏ចេញមកនិយាយរៀងសើចចំអកទៅកាន់វូរ៉ាន់ធ្វើឲ្យវូរ៉ាន់កាត់ថាហេតុអ្វីសំបីតែប្រុសសត្វលឿងក៏សើចចំអកគេដែរសាច់រឿងក៏កាន់មកដល់ពេលរាត្រីព្រមទាំងមានពន្លឺផ្កាយនិងទេពសយុទ្ធហោះកាត់ផែនដីមានពណ៌ល្អឆើតឆាយនិងស្រស់ស្អាតនៅក្នុងតង់ពួកគេម្នាក់បានដេកយល់សពល្អរៀងខ្លួនដោយឡែកនៅខាងក្រៅក៏មានសម្រាប់ជើងដើរចូលដើរឡើងធ្វើឲ្យវូរ៉ាន់គេក៏ក្រោបឡើងដើម្បីមកមើលគេក៏បានឃើញកញ្ញាទាំងធាងកំពុងតែដើរល្បាតគេក៏បានលួចតាមនាងទៅពេលនោះនាងក៏បានឈប់ហើយក៏ដឹងថាគេមានមនុស្សកំពុងតែតាមនាងក៏ប្រាប់ឲ្យគេចេញមកហើយវូរ៉ាន់គេក៏បានចេញមកនិងប្រាប់ថាគឺជាខ្ញុំទេហើយអ្នកទាំងពីរក៏រកកន្លែងអង្គុយដើម្បីមើលទេសភាពនិងសន្ទនាគ្នាដោយកញ្ញាទាំងទៀងក៏បានសួរទៅកាន់វូរ៉ាន់ថាហេតុអ្វីបានជាអ្នកស្មាននេះហើយមិនទាន់ដេកទៀតតើអ្នកខ្លាចការវាយប្រហាររបស់សាកែស្លាវនៅក្នុងព្រៃនេះមែនទេវូរ៉ាន់ក៏តបថាមិនមែនទេហើយគេក៏បានសួរទៅកាន់កញ្ញាទាំងធានមួយថាតើគេពិតជាមនុស្សគ្មានប្រយោជន៍មែនទេកញ្ញាទាំងធានក៏សួរគេថាហេតុអ្វីបានជាគេគិតអញ្ចឹងវូរ៉ាន់ក៏ប្រាប់នាងថាដោយសារតែគេមិនទាន់បានដាស់ប្រឡឹងបរិសុទ្ធរបស់គេនៅឡើយទេដូច្នេះគេមិនអាចជួយផ្ដល់ជាជំនួយដល់នាងនៅពេលដែលមានការប្រយុទ្ធជាមួយនឹងសត្វកែសាហាវបាននោះទេកញ្ញាទាំងធាងក៏ប្រាប់កុំឲ្យគេកាត់ច្រើនពេកនិងប្រាប់គេថាប្រុសសត្វលឿងអូនសត្វទីងតុយនិងខ្ញុំសុទ្ធតែចូលចិត្តអ្នកទោះបីជាសមត្ថភាពអ្នកក៏យ៉ាងម៉េចក៏ដោយបានពាក្យសម្ដីលើកទឹកចិត្តពីកញ្ញាទាំងធាងរួចហើយវូរ៉ានក៏សប្បាយចិត្តឡើងវិញពេលកញ្ញាទាំងធាងងើយទៅមើលផ្កាយគេក៏បានឆ្លៀនយកដៃរបស់គេរៀននឹងទៅដាក់លើដៃរបស់កញ្ញាទាំងធាងប៉ុន្តែពេលនោះស្រាប់តែមានរឿងកើតឡើងពេលនោះក៏មានភ្នែកជាច្រើនបានសម្លឹងមកពួកគេហើយកញ្ញាទាំងធាងក៏បានយកអាវុធរបស់នាងស្ទុះឡើងនិងស្រែកទៅឲ្យពួកគេទាំងអស់គ្នាដែលនៅក្នុងកងទាំងអស់ឲ្យបានដឹងហើយពួកគេក៏បានជិះពីក្នុងតង់ដើម្បីមកប្រឈមមុខជាមួយនឹងសាកែសាដែលបានឈ្មោះមកកាន់ទីនេះកញ្ញាទាំងក៏បានបាញ់មួយក្រោយទៅកាន់សត្វកែសាទាំងអស់នោះហើយយើងក៏បានឃើញថាវាគឺជាសត្វសម័យយៈមួយក្រុមកញ្ញាទាំងក៏បានធ្វើការបញ្យល់ទៅកាន់ពួកគេពីសត្វសម័យទាំងអស់នេះថាវាជាសត្វសម័យស៊ីមនុស្សគោលាន់គឺជាសត្វកែសាដែលបានរស់នៅជាក្រុមដោយចំនួនរបស់ពួកវាមានច្រើនពេកដូច្នេះពួកគេមិនអាចទប់ទល់បាននាងក៏ជំនះពួកគេឲ្យចាក់ចេញពីទីនេះប៉ុន្តែពេលលីងធាងក៏បានធ្វើជាបរិបរហត់ទៅវាយសម័យមុនគេបណ្ដាលឲ្យពួកវាខ្ទាតប៉ុន្តែពួកវាក៏បានមករោមពេលលីងធាងវិញចំណែកពេលឈិនវិញមកដោយឃើញបែបនេះគេក៏បានបញ្ចេញ skill ដែលជាជួងរបស់គេទៅការពារអាប៉ែលីងធានបណ្ដាលឲ្យពួកសត្វសម័យទាំងអស់នោះបានខ្ទាតទៅវិញដោយឃើញបែបនេះសមាជិកក្នុងក្រុមទាំងអស់ក៏បានហត់ទៅកាប់ពួកសម័យទាំងអស់នោះដោយអូនសតទីងតុយក៏បានហត់ទៅកាប់សត្វសម័យមួយធ្វើឲ្យវាងាប់ទៅចំណែកតួឯករបស់យើងដែលជាវូរ៉ានក៏បានហត់ទៅកាប់សត្វសម័យដែរប៉ុន្តែសត្វសម័យមិនល្ងងឲ្យកាប់ហ្វ្រីឯណាវាក៏បានកិច្ចឆ្វេងគេស្ដាំធ្វើឲ្យវូរ៉ានកាប់ឆ្វេងកាប់ស្ដាំវល់មកចង់បែកគួតធ្វើឲ្យមានផ្សែងហុយចុកប៉ុន្តែបន្តិចក្រោយមកផ្សែងក៏បាត់ទៅវិញប៉ុន្តែស្រមោចក៏បានជួយពីក្រោយខ្នងគេរៀបនឹងវាបហាវូរ៉ានទៅហើយកញ្ញាទាំងធាងក៏បានបាញ់មួយគ្រាប់ស្នេហ៍ធ្វើឲ្យវាងាប់បាត់ទៅកញ្ញាទាំងធាងក៏ប្រាប់វូរ៉ានឲ្យគេប្រុងប្រយ័ត្នខ្លួនផងកុំធ្វើខ្លួនអាលីអាលើឲ្យសមហខាប់យ៉ាងទៀតប៉ុន្តែវូរ៉ានក៏ប្រាប់កញ្ញាទាំងធាងវិញថាមិនបាច់ព្រួយបារម្ភពីគេទេហើយគេរៀមនឹងទៅបញ្ចុះបន្តទៀតប៉ុន្តែក៏មានសម័យមួយហោះមកខាងគេប៉ុន្តែត្រូវអូនសតទីងតុយបានកាប់សម័យនោះជាហ្វ្រីជួយជីវិតគេទាន់ចំណែកពេលលីងធាននិងប្រូសតលឿងក៏មានការលំបាកក្នុងការប្រយុទ្ធជាមួយនឹងពពួកសម័យហើយវូរ៉ានក៏បានហៅកញ្ញាលេងឡងនិងបញ្ចេញកំណត់នៃសកលលោកមកក្នុងបំណងដើម្បីបង្វិលចាប់យក skill ពេលនោះក៏បានចាប់បាន skill មួយដែលមានឈ្មោះថា
ចម្លាក់ខ្សាច់ហើយកញ្ញាលីងឡុងក៏ធ្វើការបញ្យល់ថានៅពេលដែលគេធ្វើការទៅវាយកូនអ្នកណាម្នាក់នោះកម្លាំងវាបហានិងកម្លាំងការពារក៏ចាប់ផ្ដើមកាត់ឡើងច្រើនដងនៅក្នុងរយៈពេលពី3នាទីចំណែកប្រូសលឿងដែលឃើញវូរ៉ានកំពុងតែឈរស្ងៀមបែបនេះគេក៏ហៅវូរ៉ានឲ្យជួយហើយវូរ៉ានគេក៏បានស្ទុះទៅជួយប៉ុន្តែគេក៏បានទៅវាយគូប្រូសលឿងដើម្បីបង្កើតស្គីលរបស់គេធ្វើឲ្យប្រូសលឿងគិតថាហេតុអ្វីបានជាគេមកវាយគូរបស់ខ្ញុំទៅវិញចំណែកវូរ៉ានបន្ទាប់ពីវាយគូរបស់ប្រូសលឿងរួចហើយស្គីលរបស់គេក៏ចាប់ផ្ដើមដំណើរការឡើងក្នុងរយៈពេល2នាទីហើយគេក៏បានទៅកាប់ស្រមោចនោះធ្វើឲ្យវាប៉ាំងទៅដល់ឋានអវកាសបាត់ទៅហើយក៏បានធ្វើឲ្យវូរ៉ានមានអំណួតលើខ្លួនឯងបន្តិចទៅហើយវូរ៉ានក៏ធ្វើការកាប់សម្លាប់ស្រមោចដោយមិនសំចៃដៃបង្វិលខ្លួនដូចជាព្យុះសង្ឃរាសម្លាប់ពួកស្រមោចទាំងអស់នោះប៉ុន្តែកាប់សុកនាទីរបស់គេក៏ចាប់ផ្ដើមអស់គេក៏បានរត់ទៅក្រោយប្រូសលឿងជួយពេលនោះក្រុមស្រមោចក៏ដេញខាំពួកគេធ្វើឲ្យពួកគេទាំងពីរក៏បានរត់ទៅនៅចិត្តអូនសតទីងតុយវិញក្រោយពេលដែលនាងក៏ហត់ដែរក្នុងការប្រយុទ្ធជាមួយនឹងស្រមោចហើយវូរ៉ានក៏ប្រាប់ទៅការអូនសតទីងតុយថាគេមានរឿងអ្វីមួយដែលត្រូវការជំនួយពីនាងដោយសារតែគេគ្មានពេលបញ្យល់គេក៏បានប្រាប់ទៅកាន់ប្រូសលឿងឲ្យគេទៅចាប់ដៃអូនសតទីងតុយចំណែកវូរ៉ានក៏បានទះគូតនាងធ្វើឲ្យស្គីលរបស់គេដំណើរការឡើងវិញចំណែកអូនសតទីងតុយក្រោយពេលដែលត្រូវបែបនេះនាងក៏បានទៅខឹងប្រូសលឿងដែលបានចាប់ដៃនាងហើយនាងក៏បាននៅលើគេបន្ទាប់មកក៏បានវាយគេទៅចំណែកវូរ៉ានក្រោយពេលដែលទទួលបានស្គីលឡើងវិញគេក៏បានវាយទៅកាន់ស្រមោចធ្វើឲ្យពួកវាប៉ាំងខ្ចាក់ខ្ចាយដោយរូបរាងដោយសង្ហារបស់គេអ្នកទាំងពីរដែលឃើញវូរ៉ានខ្លាំងក្លាបែបនេះពួកគេក៏បានសរសើរទៅកាន់វូរ៉ានផងដែរស្របគ្នាក៏មានសមាជិកច្រើនបានបរំពាល់វូរ៉ានពេលនោះក៏មានការវាយប្រហារមួយបានឈ្មោះមកកាន់ពួកគេធ្វើឲ្យវូរ៉ានគេខ្លួនព្រមទាំងបានទៅជួយកញ្ញាខាងទៀមផងដែរចំណែកអ្នកផ្សេងទៀតក៏បានប្រើជំនាញផ្សេងគ្នារបស់ពួកគេបានការពារនិងកិច្ចខ្លួនតាមសមត្ថភាពរបស់ពួកគេមានហើយយើងក៏បានឃើញនៅម្ចាស់ស្ទេស្រមោចដែលវាបានចេញមកស្រែកកំហឹមទៅកាន់ពួកគេចំណែកពួកសម័យកំពេញកំពកក៏បានចាស់ចេញពីទុយនោះផងដែរចំណែកកញ្ញាខាងទៀមក៏បានទាញកំភ្លើងស្នេហ៍របស់នាងបានវាយប្រហារទៅកាន់ស្រមោចនោះប៉ុន្តែវាគ្មានបញ្ហាអ្វីសោះហើយវាក៏បានសោះទាំងមកអាស៊ីរបស់វាប្រហារទៅកាន់កញ្ញាខាងទៀមវិញចំណែកកញ្ញាខាងទៀមក៏ធ្វើការកិច្ចរួចហើយក៏វាប្រហារទៅកាន់វាម្ដងហើយម្ដងទៀតប៉ុន្តែនៅតែមិនធ្វើឲ្យវាស្គីសាច់បន្តិចសោះនៅពេលដែលកញ្ញាខាងទៀមត្រូវវាចិត្តនឹងជន់ហើយប៉ុន្តែនាងក៏បានកិច្ចចេញពីទីនោះរួចដោយសារតែក្រកំភ្លើងមិនអាចធ្វើអ្វីវាបានពួកគេក៏រកវិធីថ្មីដើម្បីវាប្រហារទៅកាន់ស្រមោចនោះវូរ៉ានដោយសារតែខ្លួនមិនចង់ធ្វើជាមនុស្សគ្មានប្រយោជន៍គេក៏បានរកឃើញវិធីមួយគេក៏បានយកខ្សែពួរហើយប្រាប់ទៅកាន់ពួកគេទាំងអស់គ្នាឲ្យបង្វែរដានទៅកាន់ស្រមោចនោះហើយវូរ៉ានក៏ប្រាប់ទៅកាន់ពួកគេថាភាគច្រើនស្រមោចទាំងអស់នេះគឺចំណុចខ្សោយវាគឺនៅត្រង់បំពង់កពេលនោះវូរ៉ានក៏បានរត់ចូលទៅកាន់ស្រមោចនោះប៉ុន្តែស្រមោចនោះក៏បានវាប្រហារទៅកាន់គេប៉ុន្តែគេនៅតែកិច្ចផុតរួចហើយក៏បោះខ្សែនោះទៅចងនឹងស្នែរបស់រាជិនីស្រមោចរួចហើយក៏បោះខ្សែទៅឲ្យគ្នារបស់គេក្នុងការទាញហើយរាជិនីស្រមោចក៏បានងើយមកឡើងដែលបង្ហាញនៅចំណុចខ្សោយឲ្យកញ្ញាខាងទៀមបានឃើញពេលនោះកញ្ញាខាងទៀមក៏បានបើក skill នៅជំនាញរបស់ខ្លួនរួចហើយក៏តម្រង់កំភ្លើងស្នេហ៍របស់នាងក្នុងការបាញ់ទៅកាន់ស្រមោចនោះនៅពេលដែលក្រកំភ្លើងចំបំពង់កក៏ធ្វើឲ្យរាជិនីស្រមោចបានបាត់បង់ជីវិតក្នុងគណៈពេលនោះទៅវាក៏បានធ្វើឲ្យពួកគេសប្បាយចិត្តដោយសារតែពួកគេបានសម្លាប់រាជិនីស្រមោចបានសម្រេចនៅពេលដែលវូរ៉ានបានចូលទៅចិត្តរាជិនីស្រមោចគេក៏បានឃើញនៅយន្តមួយវូរ៉ានដល់ឃើញបែបនេះគេក៏បានប្រាប់អ្នកទាំងអស់គ្នាឲ្យបានត្រៀមខ្លួនដោយសារតែរាជិនីស្រមោចមួយនេះត្រូវបាននរណាម្នាក់គ្រប់គ្រងទៅលើវាពេលនោះនារីម្នាក់ដែលបង្ហាញខ្លួននៅក្នុងសាលាហ្វឹងយុនក៏បានលេចមកនៅទីនេះរួចហើយក៏បើកការវាយប្រហាររបស់នាងទៅកាន់ពួកគេទាំងអស់គ្នាហើយសាច់រឿងយើងក៏សុំសើតែតាមនេះអរគុណអ្នកទាំងអស់គ្នាដែលបានចូលស្ដាប់ការសម្ដែងរបស់ខ្ញុំរកកំហុសឆ្គងទាំងឡាយណាដែលខ្ញុំបានប្រព្រឹត្តឡើងដោយចេតនាសូមអ្នកទាំងអស់គ្នាមេត្តាអភ័យទោសយើងនឹងជួបគ្នាក្នុងវីដេអូក្រោយបន្តទៀតសូមជម្រាបសួរអញ្ចឹង